ក្មួយអើយក្មួយអូនអើយបងអូនគួរកុំឲ្យហែកគ្នាតាមវត្ថុនិយាយតែប៉ុណ្្នឹងទៅប៉ុន្តែយើងហ្នឹងគឺធ្វើវាដូចជាដណ្ដើមយកព័ត៌មានហ្នឹងយកមកផ្សាយអាហ្នឹងខ្ញុំនិយាយទៅកាន់អាចារ្យអេក៏និយាយទៅកាន់វិធីការនេះទៅ ABC បន្តិចដែរដើម្បីកុំឲ្យវាអារឿងហ្នឹងទៅជាសពុតឬលហែកបន្តិចយើងដល់ព្រាប៉ះទៅបានទេឬក៏ចាំហែកថែមការតោះគ្នារវាងប្តីប្រពន្ធរហូតដល់ការលេងលះការតោះគ្នារវាងសង្សារបែកបាក់ហេតុអីចាំបាច់ហែកគេទៅកាន់តាមបណ្ដាញសង្គមពីមុនខ្ញុំនិយាយម្ដងហើយដាក់មីក្រូទៅម្ដងឥឡូវខ្ញុំសូមនិយាយសារជាថ្មីម្ដងគឺទោះបីខ្ញុំមិនមានតួនាទីជានាយករដ្ឋមន្ត្រីក៏ប៉ុន្តែខ្ញុំនៅមានតួនាទីនៅក្នុងសង្គមនៅឡើយតែខ្ញុំសូមអំពាវនាវសូមឲ្យស្ត្រីទាំងឡាយបុរសទាំងឡាយប្រសិទ្ធបើគាត់បែកបាក់ទៅសូមកុំហែកគេគ្នាបានទេទុកកិត្តិយសនឹងឲ្យកូនឲ្យចៅប្រសិនបើយើងយកទៅហែកគេទាំងអស់តើកូនរបស់យើងវារងគ្រោះរបៀបម៉េចទៅថ្ងៃក្រោយផ្ទះយើងស្នេហារបស់យើងរបៀបម៉េចមិនគួរត្រូវបានលាតត្រដាងបើសិនជាយើងមិនខ្មាស់កូនរបស់យើងវាខ្មាស់ចុះទៅអំពាវនាវចំពោះស្ត្រីទាំងឡាយឬបុរសទាំងឡាយបើសិនជាមានការស្នេហាបែកបាក់ឬការលេងលះគ្នាដោយប្រការណាក៏ដោយគួរកុំបង្ហាញទៅកាន់តាមបណ្ដាញសង្គមដែលសពថ្ងៃនេះវាត្រឹមតែ1នាទី2នាទីឬក៏1ម៉ោង2ម៉ោងគឺថាមនុស្សចូលមើលពេញទឹកពេញដីនោះទៅហើយអញ្ចឹងទេគួរតែត្រូវបាននិយាយសារជាថ្មីចំនួនប្តីប្រពន្ធទុកគ្នារាប់អានយើងហើយណាស់គឺទុកកិត្តិយសឲ្យកូនបើខ្លួនមិនស្រឡាញ់កិត្តិយសខ្លួនក៏ខ្លួនទៅគិតកិត្តិយសកូនអាហ្នឹងខ្ញុំគួរតែត្រូវនិយាយអពាវនាវទៅកាន់ស្ត្រីទៅទូទៅប្រទេសព្រោះវាច្រើនពេកហើយគ្រាន់តែវិទ្យុខ្ញុំមិនបានស្ដាប់ ABC របស់អាចារ្យអេទេក៏ប៉ុន្តែមានពេលខ្លះគឺវាឃើញមានឃ្លីបចេញតាម TikTok ឲ្យមកអញ្ចឹងវាមានទូរស័ព្ទនិយាយឆ្លងឆ្លើយគ្នាចោតប្រកាន់ថាប្តីប្រពន្ធស្អីរឿងរ៉ាវទាំងឡាយបង្កើតទៅជារឿងដូច្នេះមិនគួរទេហើយខ្ញុំក៏អំពាវនាវទៅកាន់វិទ្យុអាចារ្យអេជាពិសេសពិធីការនីទៅបរោះសូមកុំឲ្យចោទសួរខ្លាំងពេកបើពេលណាមានរឿងអញ្ចឹងគួរតែថាវិទ្យុនេះគឺមិនគួរត្រូវបានហែកគេប្តីប្រពន្ធនៅក្នុងវិទ្យុនោះទេអាហ្នឹងយើងក៏ចេះហើយផ្ដាំទៅអាចារ្យអេផងហើយក៏ផ្ដាំទៅពិធីការនីជាពិសេសពិធីការនីនឹងទៅកត់ប្រកែស៊ូគាត់ថាខាងស្រីនឹងរួចហើយគាត់តាក់តងគ្នាជួនកាត់តែជេរគ្នាតាមពេញហ្នឹងខ្ញុំមើលតាម TikTok ខ្ញុំអត់មានពេលស្រាប់ទេពេលខ្លះខ្ញុំឆ្លៀតមើល TikTok ទៅទៅឃើញទេដល់កម្រិតប៉ុណ្ណឹងបោះអាក្រាតគ្នាតាំងពីណាពីណីជួនកាលបោះអាក្រាតរហូតដល់បែរក្មេងក្មេងបងថ្លៃប្អូនថ្លៃប្រកាសជារឿងមិនគួរឲ្យបន្តអំពីបញ្ហានោះទេណាយើងក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្ត្រីហើយយើងក៏មានក្រុមប្រឹក្សាមានថាអីលើកកម្ពស់ស្ត្រីលើកកម្ពស់សិលគណៈកម្មាធិការលើកកម្ពស់លើកកម្ពស់សិលធម៌សង្គមតម្លៃស្ត្រីនិងគ្រួសារខ្មែរហ្នឹងអាហ្នឹងគណៈកម្មការហ្នឹងក្រុមប្រឹក្សាហ្នឹងគួរតែត្រូវធ្វើការងារនោះផងហើយហ្នឹងដូចជាណែ
ដូចជាប្រពន្ធខ្ញុំធ្វើប្រធានកិត្តិយសផង ចាគាត់កិត្តិយសឥឡូវលោកជំទាវបណ្ឌិត អូ ចា ឥឡូវហើយណា first lady គេធ្វើទៅ ចា ធ្វើកិច្ចការងារនឹងផងអំពីនេះហើយមើលអានេះប្រព័ន្ធផ្សព្វផ្សាយរបស់យើងចូលចិត្តជាពិសេសគឺវិទ្យុមួយគឺវិទ្យុអាចារ្យ A ទៅក្នុងហ្មងហើយ ABC ទៅហ្មងគឺប្រកែណាហើយគឺមើលកាលណាតារឿងហ្នឹងគឺយើងមិនបិទទេគ្រាន់តែប្រាប់ថាក្មួយអើយក្មួយអូនអើយប្អូនគួរកុំហែកគ្នាតាមវិទ្យុ និយាយតែប៉ុណ្្នឹងទៅប៉ុន្តែយើងហ្នឹងគឺធ្វើវាដូចជាដណ្ដើមយកព័ត៌មានហ្នឹងយកមកផ្សាយអាហ្នឹងខ្ញុំនិយាយទៅកាន់អាចារ្យ A ក៏និយាយទៅកាន់វិធីការនេះទៅ ABC បន្តិចដែរដើម្បីកុំឲ្យវាអារឿងហ្នឹងទៅជាសពុតឬលហែកបន្តិចយើងដល់ព្រាប៉ះទៅបានទេឬក៏ចាំហែកថែមអាហ្នឹងជាបញ្ហា